សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយទេចាថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅមើលសួនសត្វដ៏ល្បីមួយនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុននៅតំបន់ជិតផ្ទះខ្ញុំដែលខ្ញុំរស់នៅហ្នឹងណាបងប្អូនចាថ្ងៃនេះមកមើលម្នាក់ឯងរាល់ដងខ្ញុំមកមើលជាមួយគ្រួសារមានកូនមានប្តីអីមកអញ្ចឹងទៅប៉ុន្តែថ្ងៃនេះចង់មកអីគេ solo trip ម្នាក់ឯងម្ដងព្រោះពេលមកជាមួយកូនខ្ញុំអត់ដែលបានមើលអីដិតដល់ជាក់លាក់អីទេព្រោះរត់តាមតាកូននឹងបងប្អូនចានៅក្នុងសួននេះដែរបងប្អូនគឺជាសួនរបស់រដ្ឋហើយតម្លៃគឺធូរថ្លៃមែនតើបងប្អូនដែលមកដល់ប្រទេសជប៉ុនកុំភ្លេចទៅមើលណាគឺមានសត្វល្បីៗជាច្រើនហើយសបុតគឺធូរថ្លៃមែនតើបងប្អូនចំពោះមនុស្សធំត្រឹមតែ600យ៉េនមនុស្សតូច300យ៉េនត្រឹមកូនសិស្សអីចឹងណាហើយបើកូនក្មេងត្រឹម3ឆ្នាំអីគឺអត់អស់លុយទេហើយសត្វដែលល្បីជាងគេនោះគឺសត្វ Panda ដូចដែលបងប្អូនបានមើលចឹងតម្រង់ជួរឡើងយូរថ្ងៃនេះខ្ញុំទៅរៀងលឿនអញ្ចឹងទៅតម្រង់ប្រហែលជា20នាទីអីទេបានមើលបើសិនជាថ្ងៃសៅរ៍អាទិត្យថ្ងៃបុណ្យអីចឹងគឺច្រើនណាស់តម្រង់ជួរត្រឹម1ម៉ោង2ម៉ោងអីទៅបានចូលមើលហើយដល់ពេលដែលចូលមើលគឺចូលមើលបានតែមួយផ្លែតហើយគឺយើងត្រូវចេញមកវិញព្រោះតម្រង់ជួរអញ្ចឹងណាហើយនៅក្នុងហ្នឹងមានសត្វជាច្រើនអញ្ចឹងទៅនៅពេលដែលយើងចេញមកវិញគឺគេមានកន្លែងលក់វត្ថុអនុស្សាវរីយ៍អញ្ចឹងតែដែលនេះដែលខ្ញុំចេញពីកន្លែងមើលPanda អញ្ចឹងទៅកន្លែងច្រកចេញហ្នឹងក៏មានគេលក់វត្ថុអនុស្សាវរីយ៍ដែរអញ្ចឹងទៅហើយអញ្ចឹងទៅក៏ឆ្លៀតមកមើលមួយផ្លែតនៅហ្នឹងទៅហើយនៅក្នុងហ្នឹងមានសត្វអីអញ្ចឹងទៅគឺគេធ្វើតុក្កតាបែបសត្វហ្នឹងមកលក់អញ្ចឹងណាហើយអញ្ចឹងទៅយើងឃើញខ្ជូតពេកចង់ទិញតែបងប្អូនបន្តដោយសារនៅផ្ទះខ្ញុំគឺមាននុយគូរមីនហ្នឹងគឺមានតុក្កតាហ្នឹងច្រើនមែនតើហើយតម្លៃហ្នឹងក៏គួរសមដែរបងប្អូនមួយហ្នឹងដូចជា2000យ៉េនជាង2500-2600យ៉េនមកគិតជាដុល្លារប្រហែលជាចូលជាង$10ដែរអញ្ចឹងណាហើយនៅក្នុងនោះមានខ្លាមានសត្វស្វាមានអីអញ្ចឹងតែទៀតខ្ញុំនឹងនាំបងប្អូនទៅមើលសត្វហ្នឹងពិតតែម្ដងណាឥឡូវនេះគឺសម្រាប់មកអង្គុយញ៉ាំនៅញ៉ាំទឹកញ៉ាំ snack អីនៅចិត្តហ្នឹងអញ្ចឹងទៅហើយចូលមើលរបស់របរសវនាបន្តិចចាហើយសត្វហ្នឹងគឺមានច្រើនប្រភេទមែនបងប្អូនគឺមានសត្វរបស់ជប៉ុនរបស់អាស៊ីរបស់ខាងអឺរ៉ុបខាងអីអញ្ចឹងណាហើយនេះគឺមកដល់ហើយគឺមើលឆ្មាព្រៃហ្នឹងហើយបើសិនជាខ្មែរពាក្យខ្មែរអញ្ចឹងគេហៅតែឆ្មាព្រៃណាបងប្អូនហើយឆ្មាហ្នឹងគឺមៀតធំធាត់ហើយមុខមូលមៀតឡើងកម៉ាប់ម៉ាប់ដូចអ្នកថតកំពុងតែនិយាយចឹងបងប្អូនចាប៉ុន្តែចេះសម្ដែងអញ្ចឹងណាពេលដែលមានមនុស្សច្រើនទៅមើលអញ្ចឹងទៅគេរត់ចុះរត់ឡើងអញ្ចឹងទៅហើយគេដើរទៅដើរមកហើយនៅក្នុងនោះក៏មានកណ្ដុរអានេះគេហៅកណ្ដុរហើយបងប្អូនភាសាខ្មែរខ្ញុំកណ្ដុរខ្ញុំអត់ដឹងថាគេហៅកណ្ដុរឬក៏ហៅអីអានេះប្រហែលជាកណ្ដុរមកទៅហ្នឹងហើយគេកំពុងតែសាសងគ្នាដែរអញ្ចឹងណានៅក្នុងទ្រុងហ្នឹងមាន4នាក់អញ្ចឹងទៅគេកំពុងតែញ៉ែគ្នាអញ្ចឹងទៅគេកំពុងតែប្រកាត់ពូជហ្នឹងហើយអ្នកមើលប្រយ័ត្នអត់មានស្នេហាចាញ់កណ្ដុរណាហើយហ្នឹងហើយផុតពីកណ្ដុរហ្នឹងទៅបន្ទាប់មកក៏យើងទៅមើលសត្វផ្សេងទៀតអញ្ចឹងណាហើយកណ្ដុរហ្នឹងមិនមែនមានតែប្រភេទហ្នឹងទេគឺមានប្រភេទច្រើនទៀតតែខ្ញុំអត់បានដាក់ចូលអញ្ចឹងណាហើយនេះគឺសត្វអីបងប្អូនសត្វដំរីទឹកអីហ្នឹងហើយខ្ញុំអត់ដឹងភាសាខ្មែរគេហៅសត្វអីព្រោះអត់សូវឃើញមានអញ្ចឹងណាព្រោះនៅខ្មែរភាគច្រើនខ្ញុំទៅតែសួនសត្វសាវរីទៅក៏សួនសត្វព្រំតម៉ៅអីបានតែប៉ុណ្្នឹងឯងក្រៅពីហ្នឹងអត់ទាន់បានទៅកន្លែងផ្សេងដូចគេឃើញធ្វើនៅសៀមរាបនៅអីមានអីចឹងណាហើយសត្វនេះគឺមានម្ដាយនិងកូនអញ្ចឹងណាកូននោះរៀងតូចម្ដាយរៀងធំអញ្ចឹងទៅនេះគឺមកដល់មើលសត្វកវែងភាសាជប៉ុនគេហៅគីរិនណាតែភាសាខ្មែរយើងអត់ដឹងហៅអីយើងហៅសត្វកវែងអញ្ចឹងបងប្អូនមាន3ពណ៌មានពណ៌នេះពណ៌រៀងក្រហមកលានេះរៀងសុកឡានេះរៀងកម្មៅបន្តិចអីអញ្ចឹងណាហើយកវែងអញ្ចឹងទៅគេដាក់ចំណីរបស់សត្វហ្នឹងនៅលើថ្ពួកនៅលើដើមឈើអញ្ចឹងទៅពេលដែលគេចង់ញ៉ាំគឺគេអើតកទៅញ៉ាំនៅក្នុង
ក្នុងកន្លែងគេនឹងទៅហើយនេះគឺមកដល់មើលសัตว์អីបងប្អូនសัตว์សัตว์រមាសហ៎បងប្អូនណាតែប៉ិតសัตว์នេះគឺគាត់គេកំពុងតែស្មឹងស្មាតកំពុងធ្វើសមាធិអីយ៉ាងមកទៅចំពោះសัตว์រមាសនេះខ្ញុំឃើញតែក្នុងទូកាលយើងនៅខ្មែរណាមើលទូប៉ុស្តិ៍តកប៉ុស្តិ៍ឯកសារសัตว์អីចឹងទៅសัตว์រមាសនេះគឺខ្លាំងហើយគេអាស្នូគេណាប្រម៉ោយនៅចំមុះនៅអីគេហ្នឹងណាកាលនៅទូធ្លាប់លើពូគាត់ថាបានអាសัตว์ហ្នឹងបានអាប្រម៉ោយយកមកទៅពាក់ទៅការពារអីណាការពារខ្មោចព្រិចវិស័យអីចឹងណាហើយនេះគឺដើមខែ10ឯបងប្អូនប៉ុន្តែនៅក្នុងកន្លែងសួនហ្នឹងគឺដើមឈើមានស្លឹកពណ៌រៀងលឿងតិចឯព្រោះចិត្តចូលរដូវអាគារបងប្អូនបានន័យថាដល់រដូវរំហើយដល់រដូវស្លឹកឈើជ្រុះចឹងណាអញ្ចឹងទើបតែចាប់ផ្ដើមទេនេះហើយគឺយើងចូលទៅមើលសัตว์ល្មូនម្ដងមានដើកមានអ្នកកូននឹងកំពុងតែជីងគេហៅសัตว์អីសัตว์ថ្លែនប្រគួយឬក៏អីចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគឺគេមានកន្លែងគេនៅខាងក្នុងហ្នឹងគឺមានសัตว์គេបិទដាក់រូបនៅខាងក្រៅអញ្ចឹងណាបងប្អូននៅខាងក្នុងហ្នឹងគឺមានសัตว์អណ្ដើកមានសัตว์ក្រពើមានអីមានសัตว์ថ្លែនសัตว์ប្រគួយសัตว์ឯងរបៀបនេះដូចអារូបគេឲ្យមើលនឹងអញ្ចឹងណាមានសัตว์ចិញ្ចក់មានសัตว์អីរបៀបដូចល្មូនដែលវារត់អញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារតែមានខាងក្នុងហ្នឹងមានមនុស្សច្រើនអញ្ចឹងទៅហើយមានរៀងកន្លែងខ្លះរៀងល្ងឹតអញ្ចឹងទៅយើងថតឃើញអត់ច្បាស់ឥឡូវខ្ញុំថតឲ្យឃើញសัตว์អណ្ដើកចាអណ្ដើកនេះគឺមានច្រើនប្រភេទណាបងប្អូនមានប្រភេទអណ្ដើកធម្មតាប្រភេទអណ្ដើកសមុទ្រប្រភេទអណ្ដើកមៀតតូចអណ្ដើកធំអណ្ដើកអីផ្សេងអញ្ចឹងណាហើយនេះទៅគឺចូលមកដល់មើលក្រពើម្ដងនៅខ្មែរយើងក្រពើគឺយើងមានចិញ្ចឹមនៅខេត្តសៀមរាបអញ្ចឹងណានៅនេះក៏មានចិញ្ចឹមដែរតែខ្ញុំទៅមើលនៅក្នុងសួនក្រពើនេះក្រពើនៅរស់ឯងបងប្អូនតែគាត់ថាគេពងអត់ដេកថ្ងៃឬក៏អីប្រហែលជាគេពងអត់ដេកថ្ងៃយ៉ាងមកទៅហើយនៅខាងក្នុងហ្នឹងហើយគេនៅខាងលើមានដើមឈើទៅនៅខាងក្រោមមានទឹកនេះរបៀបដូចក្រពើដែរប៉ុន្តែដូចមិនមែនជាក្រពើទេវារៀងតូចប៉ុណ្ណឹងក៏ផ្លូវខ្ញុំឯងហើយមានច្រមុះស្រួចអញ្ចឹងណាឈ្មោះជប៉ុនតែខ្ញុំអត់បានអានហើយឥឡូវមកដល់នេះគឺដល់អណ្ដើកធំហ៎បងប្អូននេះអណ្ដើកនេះគេហៅអីអណ្ដើកនោះធំមែនតើធំជាងខ្លួនខ្ញុំទៀតបងប្អូនអានេះដោយសារមនុស្សច្រើនទៀតទៅយើងថតរៀងពីចម្ងាយហើយមិនដឹងថាមានអាយុប្រហែលហើយទេនេះនៅស្នូកឡើងធំហើយមើលទៅគាត់ដូចជាអត់សូវមានកម្លាំងឬក៏មិនអត់សូវធ្វើចលនាអញ្ចឹងណាអានេះគេដាក់ប្រហែលនេះដូចជាប្រហែលឆ្នាំនេះខ្ញុំមើលអសនឹងអត់ដាច់វាលឿនពេកគេដាក់ឈ្មោះប្រភេទអណ្ដើកនឹងអញ្ចឹងណាបងប្អូនហើយមើលទៅធំមែនតែនហើយបើសិនជាយើងគិតជាមនុស្សនោះបានន័យថាគាត់ជាមនុស្សចាស់ចំណាស់អាយុ70-80 ឆ្នាំអីចឹងណាមើលគេដើរ work ហ្នឹងមើលទៅអាយុវែងអណ្ដើកហ្នឹងគឺអាយុវែងហើយក៏គេខំប្រឹងដើរអញ្ចឹងបានន័យថាអណ្ដើកហ្នឹងទោះបីជាដើរយឺតតែគេដើរអត់ឈប់អញ្ចឹងប៉ុណ្ណឹងគ្នាមួយនសាយចុងចប់គឺអណ្ដើកហ្នឹងជាអ្នកឈ្នះឥឡូវហ្នឹងគឺមកដល់មើលសត្វខ្លាម្ដងបងប្អូនពេលដែលមកមើលអញ្ចឹងពេលខ្លះទៅខ្លាហ្នឹងក៏ចេញទៅខ្លះពេលខ្លះខ្លាហ្នឹងក៏អត់ចេញក្រៅដែរប៉ុន្តែថ្ងៃនេះមកមើលទៅចំពេលគេដើរចេញមកបង្ហាញខ្លួនអញ្ចឹងណាគឺខ្លាហ្នឹងចេញមកទទួលស្វាគមន៍ខ្ញុំហើយនៅមកចាហៀងទៀតហ្នឹងគឺគេដាក់ចំណីគេដាក់សាច់ឲ្យខ្លានឹងឆៃអញ្ចឹងណាបងប្អូនអានេះគេដើរមកចិត្តយើងណាបើសិនជាអត់មានកញ្ចក់ក្រាស់ហ្នឹងមិនដឹងថាគេចេញមកខំយើងឬក៏អីប្រហែលជាអត់ដឹងដែរឥឡូវកំពុងតែរ៉េរនៅក្នុងទ្រុងរបស់គេហ្នឹងគឺគេដាក់កញ្ចក់នោះក្រាស់អញ្ចឹងសัตว์មកគឺគាត់អត់អាចចេញមកក្រៅបានទេគឺគេធ្វើកញ្ចក់រឹងមាំមែនតែននោះគឺចំណីរបស់គេប៉ុន្តែគេដើរមកបង្ហាញខ្លួនកាច់រៀងកាច់រើឲ្យអ្នកដែលទៅមើលហ្នឹង
tờ mờ riêng kì chẳng anh hơi miên cả lại mơ bay 4-5 cả lạiแต่ đã sai nhau mà mơ trong phần này khẳng này tới cứ kla miên cả chợ hiện thông chúng tới kla cái khơi mà nước mà mơ tràn chúng tới cái đào trên cả riêng mà dừng mờ chẳng á hay sạch là bay môi tiết nó không xuống đằng đá bông bồn cứ sạch cái hào cổ đi đá nó ngày bậc mai giống cái hào spa rồi có ảnh chẳng nó hình như cứ côn kế hay coi chỉ hiện hàng thông nó cứ papa bọc kế hay nơi lơ đào hàng nơi trong cả nó cứ phải chỉ mà cái giang mà tới mừng coi được một bên anh ấy phải chỉ đại cu cái môi tiền đã spa nhi spa chmo hiện thông chẳng nó bông bồn ôi trâu tờ mờ từ khơi ta chạm phần này mình tên nói cái trẻ là mò đằng ngày hay đào pe và tọp bị mưa sạt miên trang thì bông ôn bật tay miên sạt ở bên bộ phết dục bộ tự chiêu bộ ấy trang thì bật tay đã ra vi hình là ngật nhom thọt ọt bàn chắc bà chẳng ở nó không xuân nó cứ miên ở gù juno tốt miên là việc đi bật sạt ấy chẳng nó hay nơi trong nó cứ miên sạt ấy sen tiệt đai bông ôn tại ở nhom mà nước trang pe nhom ọt bàn trâu tầm mờ chẳng là bông ôn ok ở con trang chạm lực rồi mà mới complete tầm mờ là nóng